តែសម័យមើលថាជួបចែអូខេសួស្តីអ្នកទាំងអស់គ្នាជួយជាមួយខ្ញុំម្ដងទៀតហើយសប្តាហ៍នេះគឺយើងមានរឿងថ្មីទៀតតែវារឿងខ្លីតិចអូខេអ្នកទាំងអស់គ្នាបើសិនជាមានលុយស្លេកអីរំខានចូលអ្នកទាំងអស់គ្នាសមាជិកស្រីផងដែលសារនៅចិត្តនេះគឺជប់លៀងអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់គិតថាពេលអ្នកទាំងអស់គ្នាទៅមន្ទីរពេទ្យចូលមន្ទីរពេទ្យនិយាយទៅខ្ញុំនិយាយទៅបានន័យថាគ្រប់មន្ទីរពេទ្យមិនថានៅស្រុកគេមិនថានៅស្រុកយើងឯងគឺគ្រប់កន្លែងដែលសម័យថាចូលទៅឧទាហរណ៍បើជួបករណីថាអូនេះតែសម័យមើលថាជួបចែជួបអញ្ចឹងណាអ្នកទាំងអស់គ្នាលក្ខណៈថាដូចក្នុងវីដេអូហ្នឹងអញ្ចឹងណាអូអ្នកទាំងអស់គ្នាសម័យចេញឯងអូខេតោះឥឡូវយើងចូលសាច់គ្រឿងយើងមកទៅវីដេអូហ្នឹងគឺខ្ញុំឃើញល្បីខ្លាំងមែនតើនៅក្នុង TikTok អ្នកទាំងអស់គ្នាដោយបរិបទម្នាក់ហ្នឹងរបៀបថាគាត់ដេកនៅលើខែប៉ែតណាអ្នកទាំងអស់គ្នាដូចគាត់កំពុងតែឈឺចឹងប៉ុន្តែដូចថាគាត់ងើបពីលើខែណាបានឲ្យមើលទៅនៅក្នុងបន្ទប់ហ្នឹងគឺដូចថាមានតែគាត់តែម្នាក់ឯងអ្នកទាំងអស់គ្នាគាត់មើលជុំវិញហ្នឹងណាបានន័យថានៅជុំវិញហ្នឹងគឺកន្លែងដែលគាត់ដេកហ្នឹងគឺគាត់នៅក្នុងកន្លែងហ្នឹងតែម្នាក់ឯងបានន័យថាអ្នកគេដេកចិត្តហ្នឹងឯងអត់មានទេបានន័យថាខែប៉ែតគឺតលាទាំងអស់តែអ្វីដែលគួរឲ្យខ្លាចនោះអ្នកទាំងអស់គ្នាគឺបុរសហ្នឹងរបៀបថាគាត់អោនទៅក្រោមខែរបៀបថាគាត់ងើបមកគាត់អោនរបៀបថាដូចគាត់លឺសលេងឯនៅម្ដុំហ្នឹងអញ្ចឹងណាប៉ុន្តែកលែកមើលជុំវិញហ្នឹងទៅគឺអត់ឃើញទេស្រាប់តែគាត់ដាក់ទូរស័ព្ទចុះទៅក្រោមហើយចែកដល់នេះគាត់ថតឲ្យយើងមើលទៀតគាត់អោនទៅក្រោមគាត់ដាក់ទូរស័ព្ទយឺតហើយអោនទៅក្រោមមើលថតទៅខាងក្រោមហ្នឹងស្រាប់តែគាត់ឃើញជើងមនុស្សហ្នឹងអ្នកទាំងអស់គ្នាអាហ្នឹងខ្ញុំធ្លាប់ទៅពេទ្យជួបពេទ្យអ្នកទាំងអស់គ្នាខ្ញុំធ្លាប់ដេកនៅពេទ្យគឺអានេះខ្ញុំមិនហ៊ាននិយាយមកថាវិជ្ជាការប៉ុណ្ណេះអ្នកទាំងអស់គ្នាព្រោះដោយសារខ្ញុំធ្លាប់នៅពេទ្យគឺខ្ញុំធ្លាប់ជួបអញ្ចឹងបើในអាការនេះខ្ញុំធ្លាប់ឈឺអ្នកទាំងអស់គ្នាជួបវាថាពេលហ្នឹងដូចជាពេលយប់តែខ្ញុំអត់បញ្ចេញឈ្មោះពេទ្យទេពុទ្ធថាពេលហ្នឹងពេលយប់ណាអ្នកទាំងអស់គ្នាតែក្នុងម្លងពេលហ្នឹងគឺយើងដេកទៅយើងមានគេមានអីឯងអញ្ចឹងណាតែគ្រាន់តែពីយើងយប់ដូចថាយើងងើបក្រោយទៅឈឺនោមស្រាប់តែអ្នកទាំងអស់គ្នាអាកន្លែងខែហ្នឹងពេលយើងមើលទៅវានៅជាប់បន្ទប់ទឹកយើងមើលពីនេះទៅវាអត់អីទេតែពេលយើងទៅបន្ទប់ទឹកហើយយើងដើរមកវិញយើងមិនសម្ដែងមកខែយើងវិញត្រូវតែនៅខែហ្នឹងវាមានអ្នកជំងឺដេកនឹងផងអាខែខ្លះវាអត់ដល់ពេលយើងមើលយើងបាញ់យើងទៅឈរជិតបន្ទប់ទឹកហ្នឹងយើងមើលពីចម្ងាយយើងមើលពីកន្លែងហ្នឹងទៅបន្ទប់ទឹកហ្នឹងហើយចាញ់ដល់នៅក្នុងពេទ្យវាអត់សូវភ្លឺទេវាមានភ្លើងដែរតែវារៀងងាត់ណាអញ្ចឹងវាមើលអត់សូវឃើញហើយវាមានវាំងនន់បាំងចាបាំងអញ្ចឹងណាអូខេហើយស្រាប់តែខ្ញុំចេញពីតុកតុកមកអ្នកទាំងអស់គ្នាគឺឃើញអញ្ចឹងដូចអញ្ចឹងឈរអញ្ចឹងឃើញតែមកកណ្ដាលទេតែយើងមើលទៅអាខាងលើឧទាហរណ៍នេះខែហើយអានេះខែអញ្ចឹងហើយនេះមិនខំខែទៅអញ្ចឹងពេលខ្ញុំមើលពីបន្ទប់ទឹកទៅអ្នកទាំងអស់គ្នានិយាយឃើញមានតែជើងអញ្ចឹងដូចគ្នាអញ្ចឹងបានតែឃើញមានតែជើងហើយឈរស្ងៀមអត់ធ្វើអីបានឈរស្ងៀមដល់ពេលឲ្យខ្ញុំអោនមើលចុយឃើញតែជើងរបៀបថាយើងមើលពីចម្ងាយហើយអាងាត់ហើយដល់ពេលយើងអាលើនេះអត់មានទេបានន័យថាអត់មានទេអត់ឃើញអីទាំងអស់ប៉ុន្តែអាក្រោមនេះមានជើងហ្នឹងដូចក្នុងវីដេអូហ្នឹងអញ្ចឹងហើយអ្នកទាំងអស់គ្នាតោះឥឡូវយើងចុងសាច់រឿងទៀតវិញអញ្ចឹងបុរសហ្នឹងគាត់ក៏ងាកងាត់ឡើងមកលើម្ដងទៀតគាត់ងាកឡើងមើលមកលើម្ដងទៀតគាត់ចង់ដឹងថាមានមនុស្សមានអីគេលោគាត់អោនមើលមិនទៅមនុស្សដើរមកអញ្ចឹងណាស្រាប់តែគាត់អើតមើលឡើងមកវិញគឺអត់ឃើញអ្នកទាំងអស់គ្នាឃើញមានតែជើងនោះអញ្ចឹងទោះមនុស្សនឹងចង់រត់ក៏រត់អត់តន់ដែរអ្នកទាំងអស់គ្នាអញ្ចឹងបុរសហ្នឹងគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចខ្លាំងតែហើយកលែកមើលជុំវិញហ្នឹងគឺអត់មានឃើញអ្នកជំងឺអ្នកអីទេគឺគាត់នៅក្នុងមន្ទីរពេទ្យហ្នឹងតែម្នាក់ឯងហើយគាត់កលែកមើលម្ដងទៀតគាត់អត់អស់ចិត្តគាត់ចង់ដឹងថាគេលោកគាត់ស្វាងនេះស្រាប់កលែកម្ដងទៀតគឺឃើញទៀតអ្នកទាំងអស់គ្នាអូខ្ញុំយល់អារម្មណ៍របស់អ្នកទាំងអស់គ្នាដែលសារខ្ញុំធ្លាប់ជួបធ្លាប់ពីខ្ញុំជួបហើយស្ថានភាពទៅក្នុងពេលបែបហ្នឹងគឺយើងមានអារម្មណ៍ថាខ្លាចអាហ្នឹងពេលហ្នឹងខ្ញុំអត់សូវខ្លាចអ្នកទាំងអស់គ្នាដែលសារមានអ្នកជំងឺហ្នឹងហើយខ្ញុំព្យាយាមទប់មាត់ព្យាយាមស្ងាត់មែនតើអ្នកទាំងអស់គ្នាប៉ុន្តែវាពិបាកតតែសារយីខ្លាចដែរអញ្ចឹងណាអូយសម័យអត់ចេញទេអ្នកទាំងអស់គ្នាចេះទៅឧទាហរណ៍ដេកពេទ្យសុកលេខឃើញអញ្ចឹងអីណាមួយនៅពេទ្យវារៀងសបោដែរអ្នកទាំងអស់គ្នាតែអានេះខ្ញុំមិននិយាយវាយប្រហារអ្នកទាំងអស់គ្នាព្រោះទៅតាមពេទ្យខ្លះវាអូយដាក់និយាយវាអ្នកទាំងអស់គ្នាគិតយល់ណាហើយអ្នកទាំងអស់គ្នាពេទ្យខ្លះនេះដោយវីដេអូនេះចឹង Oh my god អានេះគេថតបានពីក្នុងកាមេរ៉ាសុវត្ថិភាពហ្មងអ្នកទាំងអស់គ្នាញាក់សាច់ហ្មង
giờ tới nhâm chạy nó không TikTok cứ khơi chờ là cả lần này tại cái thọt bàn về dục bắt sạc phim về dục nên đó này là này khác có cái thang trẻ có cái thang nó chỉ cho chỉ ở ấy chăng áแต่ខ្ញុំអត់គិតថាវាជាខ្យល់ទេសំខាន់ខ្យល់ណាអាចបត់ឆ្វេងបត់ស្ដាំបានចឹងណាបងប្អូនអាហ្នឹងមិនមែនខ្យល់ទេអាហ្នឹងគឺលេងយើងហ្មងអត់បានន័យថាលេងហ្មងព្រោះខ្មោចពីច្រើនគូជិតខ្លាចយើងតាមអារបស់ចឹងព្រោះតែសារឥឡូវគិតតែប៉ុណ្្នេះខ្យល់ណាអាចរុញអាពីបានអូខេបើខ្យល់មែនវារុញបានតែបន្តិចអីចឹងទៅតែអានេះសំខាន់ខ្លួនដើរចេះដូចជីបត់ចឹងហ្មងណាបងប្អូនញាក់សាច់ហ្មងហើយដោយអាវីដេអូនេះមួយទៀតនេះអានេះឃើញក្រុមជើងឡើងនិយាយទៅពីច្រើននៅពេទ្យគឺអាសាជួបអាសកម្មភាពចឹងពីញឹកដែរនិយាយទៅគឺចុះគេគឺអាសាជួបហ្នឹងនេះដូចថាបុរសអីនេះគាត់ចូលមកសុកគាត់ដើរចូលមកយករបស់របរអីស្រាប់តែចូលមកខ្វាច់ម៉ែឃើញជើងចឹងមកជើងឈរចឹងមកហើយអាខាងលើអត់មានទេនេះដូចខ្ញុំពងប្រាប់ដល់អត់មានដូចខ្ញុំធ្លាប់ជួបចឹងអាខាងខែលើហ្នឹងគឺអត់មានឃើញអីហ្នឹងឃើញអាមកកណាត់ចឹងគឺអាមកកណាត់ពងឈរចឹងបានន័យថាឈរមកកណាត់ចឹងណាហើយអាលើអត់មានឃើញតែជើងឯងអូយចេះតែវាព្រឺណែអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់សប្តាហ៍វីដេអូសប្តាហ៍នេះគឺមានតែប៉ុណ្្នឹងឯងតែតោះខ្ញុំធ្វើអញ្ចឹងមកអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយចុច like វីដេអូខ្ញុំឲ្យ subscribe ខ្ញុំម្នាក់មួយផងអ្នកនរគ្នាឲ្យ comment បេះដូងពណ៌បេះដូងម្នាក់មួយផងអ្នកនរគ្នាអញ្ចឹងយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតហើយខ្ញុំថតនេះនៅថ្ងៃទី11អ្នកនរគ្នាយើងចិត្តដល់ថ្ងៃចូលឆ្នាំខ្មែរនិយាយទៅនៅតែមួយថ្ងៃទេគឺថ្ងៃអង្គារហ្នឹងគឺចាប់ដាក់ចូលឆ្នាំខ្មែរយើងតែម្ដងអញ្ចឹងជូនពរអ្នកដែលមើលវីដេអូនេះជួបតែសុខភាពល្អហើយធ្វើដំណើរសុខភាពទាំងអស់គ្នាអូខេសុខសប្បាយទាំងអស់គ្នារកស៊ីមានបានជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតបាយបាយ